ទាំងអស់គ្នាធ្លាប់ឮពាក្យសម្ដីដែលគេនិយាយតគ្នាដែរទេជាប្តីប្រពន្ធនឹងគ្នាកុំដណ្ដើមគ្នាដេកកដាលអូនឯងមកអង្គុយសកុកសែតអីនៅហ្នឹងខ្ញុំមានសែតអីទេអ៊ំខ្ញុំក្រាន់ហត់ការងារពេកចង់សម្រាកតិចហ្នឹងហើយនៅជាមួយអ៊ំប្រហែលឆ្នាំអ៊ំមិនដឹងចរិតឯងអូនឆ្លោះគ្នាជាមួយអ្នកផ្ទះទៀតហើយគេស្ដីឲ្យរឿងអីផ្នែកឡើងក្រហមមកហើយផ្នែកមនុស្សប្រុសយើងបើមិនឈឺចាប់ដល់ឆ្អឹងទេមិនតល់ច្រកដល់កំពូលទេគឺមិនអាចច្រកទឹកផ្នែកបានទេអត់អីអ៊ំខ្ញុំមានអីខ្ញុំអ៊ំបើសិនជាចង់យំក៏យំទៅជួនកាលក៏វាបានធូរទ្រង់ខ្លះដែរយើងជាឪពុកយើងជាប្តីយើងជាប្រុសដើមទ្រង់5ហាត់ជួនកាលយើងក៏ចង់បានការលួងលោមចង់បានការលើកទឹកចិត្តពីអ្នកផ្ទះរបស់យើងដោយពាក្យល្អតែយ៉ាងម៉េចហើយឯងទៅរួចឬអត់ហត់នឿយប៉ុណ្ណាហើយដើម្បីគ្រួសារមួយនេះប៉ុន្តែពេលខ្លះនៅពេលដែលយើងបើកចំហផ្លូវចិត្តពាក្យផ្ទុយចាក់ដោតក៏បែរជាវាយបកមកយើងវិញធ្វើការប៉ុណ្ណឹងក៏ល្អហត់ដែរមើលប្តីគេផងគេរកលុយបានរាប់ម៉ឺនចូលផ្ទះមិនដែលឃើញគេរអ៊ូមួយម៉ាត់សោះបាសមត្ថភាពអញ្ចឹងនៅផ្ទះមើលកូនទុកឲ្យខ្ញុំទៅវិញកុំធ្វើជាមេបាគ្រួសារគេអញ្ចឹងពាក្យទាំងអស់នេះហើយដែលពេលខ្លះមនុស្សប្រុសតែងតែយកស្រាមកធ្វើជាថ្នាំសណ្ដំយកទីកន្លែងស្ងប់ស្ងាត់ធ្វើជាកន្សែងជូតទឹកភ្នែកហើយក៏ទ្រាំសង្កត់វាទុកនៅក្នុងចិត្តម្នាក់ឯងព្រោះដឹងថាពេលដែលដេញដោលកាន់តែវែងឆ្ងាយទៅវាគ្មានរឿងអីក្រៅពីឆ្លោះប្រកែកគ្នាថែមទេអាដាមអើយមែនអើយមែនហើយពេលខ្លះខ្ញុំហត់ដែរនៅក្រៅផ្ទះខ្ញុំត្រូវឲ្យក្បាលដាក់គេត្រូវស៊ូទ្រាំនឹងសម្ពាធការងាររត់រកលុយសឹងតែគ្មានពេលដកដង្ហើមដើម្បីឲ្យអ្នកផ្ទះហ្នឹងរស់បានស្រួលដែលល្អមួយម៉ាត់ទេអើយពេលខ្លះហត់ពេកចង់ទៅផ្ទះសម្រាប់បានមួយថ្ងៃពីរថ្ងៃបាយត្រូវមាត់គេជួនកាលពាក្យសម្ដីអ្នកដទៃទោះបីអាក្រក់10 20ដងក៏មុតមិនស្មើពាក្យសម្ដីស្ដីបន្ទោសប្រពន្ធកូនយើងសំបីតែមួយម៉ាត់ដែរអើយឈឺចាប់អ៊ំឈឺចាប់ហើយមនុស្សប្រុសដែលជាប្តីដែលជាឪពុកមិនមែនធ្វើពីថ្មឬក៏ដាច់ថែបនោះទេគាត់មានសាច់ឈាមមានបេះដូងចេះឈឺចាប់ដូចតែគ្នាហ្នឹងនៅក្រៅរបងផ្ទះពួកគាត់ធ្វើជាវីរៈបុរសរែកពុនមេឃរែកពុនដីដើម្បីគ្រួសារប៉ុន្តែនៅពេលដែលចូលដល់ក្នុងផ្ទះពួកគាត់គ្រាន់តែជាមនុស្សធម្មតាម្នាក់ដែលត្រូវការស្នាមញញឹមទឹកមួយកែវបាយមួយចាននិងពាក្យសម្ដីផ្អែមល្ហែមមកព្យាបាលរបួសចិត្តតែប៉ុណ្ណោះកុំប្រើពាក្យសម្ដីសម្លុតបន្ទោសឬប្រៀបធៀបប្តីខ្លួនឯងជាមួយនឹងប្តីគេព្រោះវាគ្មានអាវុធណាដែលអាចសម្លាប់សេចក្តីព្យាយាមរបស់មនុស្សប្រុសបានសាហាវជាងពាក្យសម្ដីដែលមើលងាយពីមនុស្សដែលគាត់ស្រឡាញ់បំផុតនោះទេអ្នកទាំងអស់គ្នាត្រូវដឹងថាមនុស្សប្រុសមានកម្លាំងអាចទៅប្រយុទ្ធឈ្នះដំរីសាឬក៏ខ្លាព្រៃដ៏កាចសាហាវនៅខាងក្រៅបានតែគាត់មិនមានកម្លាំងដើម្បីទៅឆ្លោះឈ្នះប្រពន្ធខ្លួនឯងនោះទេគាត់ព្រមចាញ់មិនមែនមកពីគាត់ទន់ជ្រាយឡើយប៉ុន្តែគឺមកពីពាក្យថាស្រឡាញ់និងចង់រក្សាសេចក្តីសុខឲ្យផ្ទះមួយនេះតែប៉ុណ្ណោះដូច្នេះសូមកុំយកជ័យជំនះលើពាក្យសម្ដីមកជន់ឈ្លីទឹកចិត្តប្តីខ្លួនឯងអីទាំងអស់គ្នាធ្លាប់ឮពាក្យសម្ដីដែលគេនិយាយតគ្នាដែរទេជាប្តីប្រពន្ធនឹងគ្នាកុំដណ្ដើមគ្នាដេកកដាលនេះមានន័យថាក្នុងជីវិតអាពាហ៍ពិពាហ៍បើកាលណាមកខាងចង់តែត្រូវចង់តែឈ្នះរៀងខ្លួនចង់ត្រួតត្រាលើគ្នាចង់ឲ្យតែគេមកយកចិត្តទុកដាក់នៅលើខ្លួនឯងតែមិនព្រមអោនក្បាលយល់ចិត្តដៃគូនោះគ្រួសារច្បាស់ជាគ្មានថ្ងៃកក់ក្ដៅឡើយប្តីក៏ហត់ប្រពន្ធក៏ហត់បើដណ្ដើមគ្នាធ្វើត្រូវដណ្ដើមគ្នាធ្វើជាអ្នករងគ្រោះបានប្រយោជន៍អ្វីមកវិញពេលខ្លះការចាញ់ដៃគូខ្លួនឯងតែមួយម៉ាត់ដើម្បីសេចក្តីសុខនៅក្នុងផ្ទះវាមិនមែនជាភាពទន់ជ្រាយទេប៉ុន្តែវាជាទឹកចិត្តដ៏អស្ចារ្យនៃមនុស្សបែបចាស់ទុំកសាងគ្រួសារដ៏ធំមួយចំណាយពេល10 20ឆ្នាំជួនកាលអាចបំផ្លាញគ្រួសារខ្លួនឯងត្រឹមតែពាក្យមួយម៉ាត់តែប៉ុណ្ណោះចឹងហើយឈប់ដណ្ដើមគ្នាដេកកដាលទៅងាកមកកាន់ដៃគ្នាចែករំលែកសេចក្តីសុខសេចក្តីទុក្ខជាមួយនឹងគ្នាទៅជារឿងដែលយើងត្រូវធ្វើជាមួយនឹងគ្នាតោះអូនងូតទឹកងូតអីជូតទឹកភ្នែកជូតអីឲ្យស្អាតតិចទៀតទៅផឹកកាហ្វេមួយអ៊ំ